ពាក់ព័ន្ធនឹងការដាក់ពាក្យបណ្ដឹងទៅតុលាការ ICJ ដែលជាការប្រកាសយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាគឺជាចំណាត់ការមួយយ៉ាងត្រឹមត្រូវដែលធ្វើឲ្យជនរួមជាតិក៏ដូចជារូបខ្ញុំជាអ្នកនយោបាយមានការពេញចិត្តយ៉ាងខ្លាំងបានជាខ្ញុំនិយាយដូចនេះព្រោះទឹកដីរបស់កម្ពុជាមានផែនទីយ៉ាងច្បាស់លាស់សម្រាប់ការដាក់ទៅតុលាការ ICJ ទាមទារយកភាពត្រឹមត្រូវនិងច្បាស់លាស់ជូនដល់ប្រទេសរបស់ខ្លួនអញ្ចឹងទេចំណាត់ការមួយនេះមិនមែនជាចំណាត់ការបំពេញឬមួយក៏រំលោភទៅលើអធិបតេយ្យភាពរបស់ភាគីជាប់ប្រទេសរបស់យើងនោះទេគឺជាចំណាត់ការមួយស្វែងរកយុត្តិធម៌ជូនប្រទេសរបស់ខ្លួននិងជូនដល់នឹងការពារបូរណភាពទឹកដីរបស់ខ្លួនទៅវិញទេបាទអញ្ចឹងចំណាត់ការមួយនេះអាចនិយាយបានថាជាចំណាត់ការចុងក្រោយបន្ទាប់ពីមានការចរចាទ្វេភាគីជាច្រើនដងមកហើយតែពុំបានជោគជ័យអញ្ចឹងទេខ្ញុំគាំទ្រនៅចំណាត់ការរបស់រាជរដ្ឋាភិបាលកំពុងកាន់អំណាចនាពេលបច្ចុប្បន្ននេះ100%ហើយមិនថាតែរូបខ្ញុំនេះសំបីតែអ្នកនយោបាយដទៃក៏ខ្ញុំបានឃើញនៅការចេញញត្តិគាំទ្រច្រើនដែរបាទសម្រាប់ចំណាត់ការដ៏ល្អមួយនេះគ្រាន់តែជាការបន្ធូរបន្ថយនៅការតានតឹងដូចជាបន្ថយនៅកម្ដៅព្រំដែនតែប៉ុណ្ណោះទេតែបើថាឲ្យសម្រេចជាលទ្ធផលនៃភាពច្បាស់លាស់សម្រាប់កិច្ចការងារព្រំដែននេះគឺมันមានលទ្ធផលទេខ្ញុំជឿជាក់អញ្ចឹងក៏ប៉ុន្តែជាគំនិតរបស់ខ្ញុំក៏ដូចជាការសនំពររបស់ខ្ញុំសូមឲ្យរាជរដ្ឋាភិបាលនៅប្រកាន់គោលជំហរយ៉ាងតឹងរ៉ឹងចំពោះការដាក់ពាក្យបណ្ដឹងទៅតុលាការ ICJ បានជាខ្ញុំលើកបែបនេះដោយសារការដាក់ពាក្យបណ្ដឹងទៅតុលាការ ICJ នេះកម្ពុជាមានឯកសារគ្រប់គ្រាន់ក្នុងការទាមទារនៅអ្វីដែលកម្ពុជាមាននៅអ្វីដែលជារបស់កម្ពុជាអញ្ចឹងទេការចរចានេះខ្ញុំសង្កេតឃើញថាមានច្រើនលើកច្រើនសារមកហើយតែពុំដែលទទួលបានភាពច្បាស់លាស់ត្រឡប់មកវិញទាំងមានព័ត៌មានរហូតទៅដល់ការវិភាគនៅក្នុងប្រទេសថៃដែលជាអ្នកនយោបាយក៏គេកំពុងតែព្រួយបារម្ភរឿងនេះដែរព្រោះកាលណាអ្វីដែលគាត់កំពុងតែអះអាងថាជារបស់គាត់តែបែរជាបាត់បង់វិញអញ្ចឹងគាត់អាម៉ាស់អញ្ចឹងគាត់ដឹងខ្លួនច្បាស់ថាបើចូលនៅចំណុចនេះថៃគ្មានលទ្ធភាពក្នុងការយកប្រាសាទទាំង4នេះទៅគ្រប់គ្រងបានទេអញ្ចឹងទេខ្ញុំសនំពរឲ្យរាជរដ្ឋាភិបាលប្រកាន់នៅគោលជំហរនេះយ៉ាងតឹងរ៉ឹងសម្រាប់ការដាក់ជូនទៅតុលាការ ICJ ហើយយើងក៏ជាសមាជិកអង្គការសហប្រជាជាតិដែរអញ្ចឹងយើងមានសិទ្ធិដាក់ពាក្យបណ្ដឹងយ៉ាងគ្រប់គ្រាន់តែម្ដងបាទអញ្ចឹងសនំពរឲ្យសនំពរទៀតដើម្បីការពារនៅអធិបតេយ្យភាពក៏ដូចជាការពារបូរណភាពទឹកដីរបស់យើងនិងការរក្សាឲ្យបាននៅលំនឹងស្ថិរភាពនយោបាយសូមឲ្យរាជរដ្ឋាភិបាលកំណត់យ៉ាងច្បាស់លាស់ក្នុងការដាក់ពាក្យទៅអង្គការតុលាការ ICJ នេះឲ្យបានដោយបំណងដែលកម្ពុជាប្រជាពលរដ្ឋខ្ញុំសូមបញ្ជាក់ថាការធ្វើសង្គ្រាមការវាយប្រហារគ្នាទៅវិញទៅមកវាមិនមែនជាគេហៅថាចំណុចមួយដែលអាចឈានទៅដល់រកភាពជោគជ័យនៃការពារនៅបូរណភាពទឹកដីទាំងអស់នោះទេការពារបូរណភាពទឹកដីទាំងអស់នេះគឺទៅតាមរយៈឯកសារដែលកម្ពុជាមានតាមរយៈឯកសារបន្សល់ទុកដែលជាឯកសារមួយយើងអាចយកទៅដាក់ពាក្យប្តឹងបានហើយការចរចាទាំងអស់នេះគ្រាន់តែជាការចរចាទេតែបើភាពច្បាស់លាស់គឺជាការសម្រេចឲ្យតុលាការអន្តរជាតិ ICJ ដែលគាត់អាចកាត់ក្តីយើងមើលតួយ៉ាងដូចជាប្រាសាទព្រះវិហារដែលពីមុនមកថៃគេថារបស់គេបាទហើយឥឡូវអស់ពីប្រាសាទព្រះវិហារមកទៀមទាតាមន់តាកបីតាមន់តូចតាមន់ធំឃើញទេដល់អញ្ចឹងបើមើលនៅក្នុងផែនទីគឺមិនមែនទឹកដីរបស់ថៃទេគឺទឹកដីរបស់កម្ពុជាបាទអញ្ចឹងសំបីតែឈ្មោះហ្នឹងក៏ឈ្មោះរបស់កម្ពុជាដែរអត់មានឈ្មោះជាភាសាថៃអីសំបីតែមួយម៉ាត់ផងណាបាទអ
ចឹងនេះជាទឹកតាំងមួយដ៏ច្បាស់លាស់ដែលបញ្ជាក់ថាសម្បត្តិបេតិកភណ្ឌទាំងអស់នោះគឺជារបស់កម្ពុជាមិនមែនជារបស់ជនជាតិថៃទេតែខ្ញុំសំណូមពរមកជ្រុងទៀតគឺសូមឲ្យរាជរដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធពិនិត្យទៅលើចំណាក់ស្រុកពលករដែលនៅទីនោះបើតាមខ្ញុំទទួលបានព័ត៌មានគឺមានការប៉ះទង្គិចខ្លាំងជាមួយនឹងចំណាក់ស្រុកដោយសារការរើសអើងជាតិសាសន៍បាទនៅពេលនេះកំពុងតែមានការរើសអើងជាតិសាសន៍ហើយយើងព្រួយបារម្ភខ្លាចមានបញ្ហាដល់ពួកគាត់បាទអញ្ចឹងទេសូមឲ្យមានច្បាប់ការពារណាមួយចេញពីក្រសួងការងារទៅដើម្បីជួយដល់ពួកគាត់ទប់ស្កាត់ការរើសអើងជាតិសាសន៍បាទអញ្ចឹងខ្ញុំយល់ថាការរៀបចំឯកសារបញ្ជូនទៅតុលាការ ICJ នេះគឺជារឿងត្រឹមត្រូវនិងពេញចិត្តបំផុតសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសតែម្ដង